លោកហ៊ុនសែនក៏ចង់បញ្ចប់សង្គ្រាមប៉ុន្តែពួកអាដៃនោះវាថាលោកហ៊ុនសែនអន់វាទៅអញ្ចឹងលោកហ៊ុនសែននិយាយពីយុទ្ធសាស្ត្រសំណាញ់មេឃពីរឿងតបលើកអូកវាទៅនិយាយថាសំណាញ់មេឃហ្នឹងគឺខែការពារដែនអាកាសចឹងបានថាពួកអបឌិតខុសរឿងហ្នឹងបានវាឈួតបានវាប្រភ្លឺចឹងវានៅតែនឹងឯងបាទរំលឹករឿងចាស់អាមួយហ្នឹងវាឈួតយូរហើយក្រោយពីជាប់គុកម្ដងបាទប្រហែលជាលេបប្រហែលគេចាក់ថ្នាំឈួតមកទៅបានចឹងនឹងហើយមកលេងនៅទីនេះស្ងប់ស្ងាត់ទេបាទអរគុណបងប៊ុនថាន់អ្នកបរាំងទៅលេងនៅសៀមរាបវាបុកថ្មើរជើងមិនចុះជាមួយខ្មែរទៅវាប្រើផ្លូវអាកាសបាទហ្នឹងហើយត្រឹមត្រូវដោយសារវាបុកថ្មើរជើងមិនចូលនឹងឯងចូលបានតិចតួចហ្នឹងបាទយើងដកឃ្លៀវវាចូលទេសំខាន់ឲ្យវាចូលព្រោះវារុលចូលយកទឹកដីយើងមានតែរុលចូលយកទឹកដីវាណាអញ្ចឹងពិភពលោកគេនឹងដឹងសំបីតែសារព័ត៌មានយោធាអ៊ុយក្រែនហ្នឹងឥឡូវហ្នឹងក៏បានចុះផ្សាយដែរឥឡូវនេះសារព័ត៌មានយោធាអ៊ុយក្រែនបានចុះផ្សាយថាសៀមបានចូលឈ្លានពានប្រទេសកម្ពុជាឥឡូវគេនិយាយពេញទំហឹងអញ្ចឹងហ្មងសារព័ត៌មានយោធាអ៊ុយក្រែនណាអ៊ុយក្រែនសារព័ត៌មាននោះមិនដែរចាប់អារម្មណ៍ជាមួយរឿងយើងឥឡូវហ្នឹងសារព័ត៌មានហ្នឹងចេញផ្សាយបាត់ថាយោធាថៃហ្នឹងបានចូលទៅឈ្លានពានទឹកដីប្រទេសកម្ពុជាអញ្ចឹងប្រទេសដែលធ្លាប់រងគ្រោះដោយប្រទេសអ៊ុយក្រែនដោយប្រទេសអីហ្នឹងត្រូវតែការពារនិងការពារច្បាប់អន្តរជាតិទាំងអស់គ្នាចង់ទៅការពារសៀមស្អីយោធាអ៊ុយក្រែនឬក៏រាជរដ្ឋាភិបាលអ៊ុយក្រែនចង់ទៅការពារសៀមអីមើលឃើញប៉ុណ្ណឹងហើយមើលឃើញអាសៀមហ្នឹងវាមានចរិតដូចរុស្ស៊ីចឹងហើយឯងប្រទេសរងគ្រោះចង់ទៅការពារប្រទេសឈ្លានពានអត់ការពារកម្ពុជាយើងអ្នករងគ្រោះនឹងការពារគ្នាបានវាត្រឹមត្រូវជាងប៉ុន្តែពួកអ៊ុយក្រែនហ្នឹងដឹងស្ដាប់ខ្ញុំយល់អត់ទេប៉ុន្តែប្រទេសរងគ្រោះត្រូវនាំគ្នាពង្រឹងច្បាប់អន្តរជាតិរុញធ្វើម៉េចឲ្យពួកដែលមិនគោរពច្បាប់អន្តរជាតិពួកអ្នកបំផ្លាញសេចក្តីថ្លៃថ្នូរនៃច្បាប់អន្តរជាតិហ្នឹងវាងាកមកគោរពនៅច្បាប់អន្តរជាតិវិញអាហ្នឹងអញ្ចឹងហើយបើយើងអ្នករងគ្រោះនឹងសិតតែម្នាក់អួតរៀងខ្លួនហើយស្រាប់តែទៅការពារអាប្រទេសមួយដែលឈ្លានពានគេហើយដល់ពេលនាំគេទៅខឹងអាប្រទេសដែលឈ្លានពានខ្លួនឯងអូចាំតាំងថ្ងៃក្រោយកម្ពុជាបើបោះឆ្នោតឲ្យភ្នាល់ណាពេលកម្ពុជាមានរឿងណាទៅចូលជាមួយសៀមឲ្យដឹងថាប្រទេសណាតូចអាសៀមនឹងអ៊ុយក្រែននិងកម្ពុជាដូចគ្នាចឹងអ៊ុយក្រែនប្រទេសតូចជាងរុស្ស៊ីកងទ័ពតិចប្រជាជនតិចជាងរុស្ស៊ីចំណែកឯកម្ពុជាទ័ពតិចប្រជាជនតិចជាងថៃជាងសៀមហើយប្រទេសប្រជាជនតិចអាណាទៅបង្ករឿងទៅចង់ឈ្លានពានទៅរំលោភទៅលើប្រទេសគេអ្នកមានវាមិនដែលទេនៅលើโลกនេះមានតែពួកអាថោកទេដែលវាទៅជឿអាចោសៀមនោះពួកអាថោកដូចពួកអាខ្មែរថោកមួយចំនួនហ្នឹងវាទៅជឿអាចោសៀមនោះប៉ុន្តែមនុស្សប្រើតែខួរក្បាលបន្តិចកូនក្មេងក៏វាដឹងវាមិនដែលកូនក្មេងអាណាទៅឆ្លោះជាមួយមនុស្សចាស់វាមិនដែលកូនក្មេងអាណាទៅវាយមនុស្សចាស់មែនទេវាមិនត្រូវហើយដល់ពេលមានអាថោកមីថោកខ្លះនៅក្រៅប្រទេសដែលជាខ្មែរកំណើតឆ្កែហ្នឹងទៅជឿអាសៀមថាមកពីហ៊ុនសែនបានគេវាយកម្ពុជាអញ្ចឹងបានខ្ញុំមកហៅពួកអាថោកមីថោកទៅវាសមអត់អញ្ចឹងនិយាយដល់អ៊ុយក្រែនកសែតអ៊ុយក្រែនបានចុះផ្សាយកសែតអ៊ុយក្រែនបានចុះផ្សាយឥឡូវទៅចុះផ្សាយថាថៃនឹងចូលឈ្លានពានកម្ពុជាអញ្ចឹងបងប្អូនយើងត្រូវដឹងគេចូលឈ្លានពានយើងប៉ុណ្ណាណីយើងត្រូវបង្កើតការជឿចាប់បង្កើតការតស៊ូមតិរួមសម្លេងគ្នាទោះជាអ្នកឯងខឹងលោកហ៊ុនសែនក៏ដោយប៉ុន្តែអ្នកឯងមិនត្រូវស្អប់ដីខ្លួនឯងមិនត្រូវស្អប់ប្រជាជនខ្លួនឯងទេក៏មួយថ្ងៃអង្គុយទៅបន្ទោសលោកហ៊ុនសែននោះមេតបខ្លាំងដែលសៀមបារម្ភដែលសៀមវាយមិនចូលហ្នឹងគឺលោកហ៊ុនសែនហើយឯងទៅដកលោកហ៊ុនសែនក៏ដូចមកអាថោកដោយអាផនផាណាវានិយាយនៅក្នុងវីដេអូដែលវាធ្វើអត់ចេញរូបនោះអូវានិយាយពីរឿងសៀមវាដឹងចិត្តសៀមសដៅមកក៏ដូចមកអធិបាញ់ហើយយកវីដេអូហ្នឹងឲ្យម៉ែវាស្ដាប់ផងយកអាសម្លេងវាហ្នឹងទៅឲ្យម៉ែអាផាណាម៉ែក្មេងអាផាណានៅក្នុងស្រុកខ្មែរស្ដាប់ផងយកឲ្យវាស្ដាប់តែកូនគាត់ហ្នឹងការពារខ្មែរឬក៏ការពារសៀមយកឲ្យម៉ែវាស្ដាប់ដើម្បីឲ្យម៉ែវាដឹងថាកូនខ្លួននេះអាកំណត់ឆ្កែនេះវាកំណត់ឆ្កែបែបណាមិនឲ្យទៅធ្វើអីម៉ែឪវាទេប៉ុន្តែយកឲ្យម៉ែឪវាស្ដាប់ដើម្បីឲ្យគាត់ដឹងថាតើគួរទេនៅពេលដែលកូនមួយនឹងកើតមកអញ្ចឹងណាមកនៅក្រៅប្រទេសហើយនិយាយអញ្ចឹងវាមិនដែលអគិបាញ់ណាប្រទេសពីរច្បាំងគ្នាគេឈ្លានពានហើយទោះជាស្អប់លោកហ៊ុនសែនក៏ដោយប៉ុន្តែលោកហ៊ុនសែនកំពុងតែច្បាំងការពារទឹកដីហើយថាអូដកលោកហ៊ុនសែនទៅគេឈប់ច្បាំងហើយរឿងអីគេមិនឈប់ច្បាំងបើគេដកលោកហ៊ុនសែនទៅមានតបមេតបខ្លាំងណាស់ទៀតការពារអញ្ចឹងគេមិនចូលមកស្រួលបើគេមិនចូលមកស្រួលមានច្បាំងឯទៀតចាំបាច់ច្បាំងឯទៀតគេមកសម្រាប់យើងស្រួលទាំងអស់ហើយនិយាយនោះត្រូវហើយត្រូវនៅត្រង់ថាដកលោកហ៊ុនសែនទៅមានមេតបខ្លាំងឯណាការពារដែនអធិបតេយ្យបូរណភាពទឹកដីទៀតអញ្ចឹងគេមិនចូលមកស្រួលគេចាំបាច់ទម្លាក់គ្រាប់បែកអីដូចខ្ញុំតែងនិយាយអញ្ចឹងដាក់ឆ្កែសៀមរាំងស៊ីចូលពឹកឥឡូវចាំបាច់បាញ់គ្នាទៅអីទៀតបើខ្លាយទៅជាឆ្កែគេណាគ្រប់គ្រងតែឆ្កែមួយហ្នឹងក្នុងរឿងសាមកុកក្នុងរឿងអីផ្សេងគ្រប់គ្រងតែឆ្កែហ្នឹងមួយបានដូចដឹកបានប្រទេសទាំងមូលចឹងឃើញទេអញ្ចឹងអាទ្រឹស្ដីពួកអាឈ្គួរដែលឯងនិយាយនេះគឺឯងឆ្កែបរទេសសុបសាហើយគិតតែឯងឆ្លាតមែនហើយគិតតែឯងលយមែនហើយនិយាយភាសាហ្នឹងហើយគិតថាពលរដ្ឋហ្នឹងប្រភ្លើស៊ីបាយនឹងត្រឡោកចាញ់បោកឯងមួយថ្ងៃហ្នឹង
ngay khỏi cuông ta cái đăng pi từng với chuột lili rồi bao của ai thì ngày nay sự quân thì đã long bọ một cái miền nẹt quam tàu ảnh cái chê sự quân thì đã long bàn tay ngay cáo nẹt chê sự quân thì đã long nâng miền cả sài cáo nâng sài cáo đại tranh bọc nơi từng với chuột lili rồi bao viên được nông pê năng nơi nông pê năng chưa bong bồn viên nâng sài cáo trong màn chúng ta ôi anh nhá thâu vô video clip Hana nâng giờ ta ôi mày về đập mày về đập không rồi có xanh nhiệt về đập không vô về đập ta từng vừa bạn nâng sài lanh chiết rồi cóอย่างไรmình men dương đào xa tại vì vay đua lục hôn san tê dương còn ở trong phải chạy thà xiêm vì sọp lục hôn san mình men đời sau lục hôn san phải vay phải mặc việt tê hãy thử vô cứ pui chào xiêm vì trong ăn tắc đây dương vì trong ăn cục krong tắc đây dương ngày vô lấy mình men đời sau tại sọp hôn san này ska sọp lục hôn san còn để chỉ lấy hay vì sọp hôn san đời sau lục hôn san chỉ mấy toa khang đại sầm lấp thể hiện về chân đại vì vay mình châu đại vì vay mình châu ban chỉ sọp quát phải thả đặt lục tiệp banh của bạn đặt na của bạn này đặt na của bạn đây còn này dương ăn miên mê toa khang mến miên đây tha sầm đại tiệp banh quạt sầm mặt tập hiệp mình ai bình chi con toa bạn này phần tay sầm đại ấy nú cái đăng ai còn sầm đại tranh máu cái đăng cái dài ấy nha chân ban này đây sừng khơm tới đây dư sọp tới hơi chết ní ấy bạch châu dọc mẹ đi cái đôi mẹ sạch cái đôi ấy ní bạch châu thì nơi ngọc tam lục và thiên sim đang xì ấy nơi khang khéo nơi hai bạch châu thì của châu tới có phải chi chuyên khai nó vay ba lại đây hãy mình chưa anh ấy nó không bên nó ngại thôi là vô bay đo cầm đất nâng á hãy cút đo cầm đất nâng á hãy cứ chọc mồm mình men nẹt na bầm pla nhảy đi hãy bầm pla luôn này nè mình men chỉ riêng tình đạo mà chỉ tới tay mình men riêng xịt mình nu men riêng vô thì thò sòng cúng đấy nè hãy thầy vô là riêng này riêng tới tay bao nạp tới đây riêng chỉ lên pin nè hãy thầy đăng mình men đôi riêng cả long mau riêng nè xịt mình nu phải chỉ tới tay đấy xịt mình nu phải chỉ tới tay nơi kia còn rút ao tầm lái phần tay riêng cao đồng lúa bầm pin bà anh thôi được chứ này cứ anh chọc này chọc mà anh đang chăng đà bong thôn văn vụ viên nó người dây ao tại trang sắp tại rùm đặt bẩn đất mà bong tất đây mà sơ manh tầm lẹ nơi bắt tờ bong này chết nhóm có pay nâng cái đài mà tất đây ở quân bong long ta sầm đách ai về bọ đau ở vụt thôn thôn đài rì tê súng nô lỏ dính bờ tam khi nhóm mơ tới cứ sầm đách đại châu nâng sầm đách ở đây còn ở trong phần rì sừng kriềm tê tăng bị chắp đào máu cứ dương trong chlu kia nửa tóc Campuchia ở miền trong toát tê đôi bà đạp vào tê vậy đúng Campuchia mình trong phơi sừng kriềm tê hỡi chẳng hỡi ban chỉ Campuchia mìnhប្រើអាវុធកម្រិតធ្ងន់ធ្ងរបំផុតទេដែលកម្ពុជាកំពុងមានទេទី1គឺកម្ពុជាមិនចង់ពង្រីកកម្លាំងប្រយុទ្ធនិងពង្រីកសមរភូមិប្រយុទ្ធទី2កុំឲ្យសត្រូវនឹងគេគិតថាឲ្យសត្រូវនឹងគេគិតថាយើងស្អីក៏អត់មានដែរយើងមានតែប៉ុណ្ណឹងដូច្នេះសេចក្តីសន្និដ្ឋានរបស់ខ្ញុំគឺសម្ដេចតេជោគាត់នឹងមិនបញ្ជាឬក៏មេតបធំគេនឹងមិនបញ្ជាឲ្យប្រើអាវុធធុនធ្ងន់បំផុតទេបាទពីព្រោះទី1គេមិនចង់ពង្រីកសង្គ្រាមទី2គឺគេមិនចង់ឲ្យដៃគូដឹងថាយើងមានអាវុធធុនធ្ងន់ដល់ទំនើបផ្សេងទៀតតែប៉ុណ្ណោះឯងពីព្រោះហេតុអីបានជាធ្វើអញ្ចឹងពីព្រោះយើងលាក់ការខ្លះដល់ទីបំផុតដល់ចុងក្រោយដែលវាមិនអាចនេះបានហ្នឹងគឺយើងអាចមានអាវុធសម្រាប់សងសឹកគេហៅថាអាវុធវាយសងសឹកបាទយើងមានអាវុធសម្រាប់វាយសងសឹកហ្នឹងគឺអាវុធកម្រិតធ្ងន់ឥឡូវហ្នឹងវាបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយើងវាបំផ្លាញឲ្យយើងចឹងមែនប៉ុន្តែដល់ដំណាក់កាលមួយដែលវារំលោភហួសហេតុហួសវិស័យយងក្នុងប្រៃផ្សៃដល់ហួសនិយាយទៅអន្តរជាតិគេដឹងថាអានឹងតមិលអន្តរថៃហើយអានឹងយើងប្រើតមិលអន្តរថៃទៅជនជាតិវាវិញក៏អត់បញ្ហាដែរយល់ទេអានឹងគេហៅថាវាយសងសឹកថ្ងៃក្រោយបើយើងចង់កំទេចហេដ្ឋារចនាសម្ព័ន្ធវាចង់កំទេចកន្លែងណាវាក៏អត់បញ្ហាដែរណាគេហៅវាយសងសឹកសមស្របទៅនឹងសមមាត្រអានេះជាការយល់ឃើញរបស់ខ្ញុំណាជាការយល់ឃើញរបស់ខ្ញុំចង់ឆ្លើយតែប៉ុណ្្នឹងថាគាត់នឹងមិនប្រើអាវុធធុនធ្ងន់បំផុតទេហេតុផលដូចខ្ញុំបានបញ្ជាក់ចឹងទី1គឺគាត់មិនចង់ពង្រីកសង្គ្រាមឲ្យធំឲ្យបន្ថែមដល់ទៅទៀតមានន័យថាពង្រីកឲ្យខ្លាំងជាងនឹងតទៅទៀតទី2គាត់មិនចង់ឲ្យដៃគូប្រយុទ្ធរបស់គាត់ដឹងថាយើងមានស្អីខ្លះទៀតបាទយើងមានខ្លះទៀតយើងមានអាធ្ងន់ជាងអាធ្ងន់ដែលយើងបានលឺរាល់គ្នានឹងទៅទៀតកម្ពុជាមានអាធ្ងន់លើនឹងទៅទៀតតិចថាអត់ជឿហ្នឹងណាអានោះទុកសម្រាប់ហានិភ័យចាំបាច់អានោះចាំបាច់អានោះគ្មានជំរឿអស់ជំរឿហើយវាវាយដល់ភ្នំពេញហើយអស់ជំរឿអានោះមានតែធ្វើទៅតាមអ្វីដែលវាចង់បាននោះវិញទៅគ្រាន់តែថាវាមិនច្រើនចង់និយាយវាមិនច្រើននេះចឹងខ្ញុំសូមឆ្លើយប៉ុណ្ណឹងចាស់យីបាទ